បាទឥឡូវនេះសូមបង្ហាញពីរបៀបបញ្ចូលលុយដើម្បីទិញឲ្យបានក្នុង app Mira ដំបូងយើងចូលមកហើយចូលមកគណនីខ្លួនឯងជ្រើសយក balance តមកចុច Live Recharge យើងវាយ amount ដែលយើងចង់បញ្ចូលហើយចុចទីហោតាម$20ហើយ select យកនេះបន្តមកហើយកន្លែងនេះ online payment ពីនឹងចេញផ្ទាំងអញ្ចឹងហើយយើងទៅយកកន្លែងនេះ ABA បន្តមកនឹងចេញគណនីហ្នឹងតែក្នុង ABA នេះយើងត្រូវបាញ់លុយទៅគណនីនេះសិនគណនីនេះហើយឈ្មោះហ្នឹងបាញ់ហើយបានយើង print screen យកមក upload កន្លែងនេះហើយយើងពេញមកគណនីរបស់យើងឈ្មោះពេញបែបហ្នឹងមកកន្លែងនេះយើងដាក់លេខ1មកហើយ upload ចុចកន្លែងនេះនេះកន្លែងដែលយើង print screen ពី ABA មកបន្តមកវាបាត់ចឹងបន្តមកយើងចុចកន្លែងនេះដើម្បី submit ប៉ុណ្ណឹងរួចរាល់ហើយខាងចាំប្រហែលជា2នាទីលុយនឹងចូលកន្លែង balance ហ្នឹង